អ្នកទាំងអស់គ្នាតោះតាមដានដំណើរការកែឡើងវិញដើមទ្រូងរបស់ញូវឹងនៅមន្ទីរពេទ្យviệt mỹជាមួយលោកវិជ្ជបណ្ឌិតជាមខ្វឹកថៃណាជំរាបសួរលោកវិជ្ជបណ្ឌិតថ្ងៃនេះខ្ញុំក៏ចង់មកទីនេះដើម្បីអរគុណលោកវិជ្ជបណ្ឌិតដែលបានជួយខ្ញុំកែលម្អដើមទ្រូងរបស់ខ្ញុំហើយខ្ញុំក៏ចង់ឲ្យលោកវិជ្ជបណ្ឌិតចែករំលែកបន្តិចបន្តួចអំពីដំណើរនិងដំណើរការដែលលោកបានឆ្លងកាត់ដើម្បីធ្វើការវះកាត់ដើមទ្រូងឲ្យខ្ញុំតើអ្នកទាំងអស់គ្នាធ្លាប់ព្រួយបារម្ភនិងគិតច្រើនមុនពេលធ្វើអ្វីមួយទេប៉ុន្តែនៅពេលដែលយើងបានធ្វើការស្រាវជ្រាវច្បាស់លាស់ហើយសម្រេចចិត្តធ្វើវាហើយយើងមានអារម្មណ៍ថាវាពិតជាស័ក្តិសមណាស់ហើយយើងថែមទាំងគិតក្នុងចិត្តថាយើងគួរតែធ្វើមុននេះទៅទៀតដូច្នេះថ្ងៃនេះញូវឹងនឹងនាំអ្នករាល់គ្នាទៅកាន់កន្លែងពិសេសមួយហើយយើងនឹងឃើញថាការវិនិយោគលើខ្លួនឯងមិនមែនជាជម្រើសខុសនោះទេមកជាមួយវឹងណាដូចដែលមនុស្សគ្រប់គ្នាបានដឹងហើយថាញូវឹងបច្ចុប្បន្នកំពុងទទួលបន្ទុកជា Miss Global ហើយក៏ជាតារា model និងតារាសម្ដែងផងដែរដូច្នេះការមានរាងកាយដ៏ស្រស់ស្អាតនិងចុះសម្រុងគ្នាគឺមានសារៈសំខាន់ខ្លាំងណាស់ដើមទ្រូងដែលមានតុល្យភាពនឹងជួយវឹងឲ្យសាកល្បងស្ទីលម៉ូដជាច្រើនបានយ៉ាងងាយស្រួលជាពិសេសវានឹងធ្វើឲ្យនាងខ្ញុំមានទំនុកចិត្តកាន់តែខ្លាំងវឹងបានធ្វើការស្រាវជ្រាវជាច្រើនហើយចុងក្រោយបានជ្រើសរើសវិជ្ជបណ្ឌិតជាមខ្វឹកថៃនៅមន្ទីរពេទ្យកែសម្ផស្សviệt mỹជាកន្លែងដែលនាងខ្ញុំទុកចិត្តក្នុងការធ្វើឲ្យប្រសើរឡើងនិងផ្លាស់ប្ដូររូបរាងដើមទ្រូងរបស់ខ្លួនសួស្តីអ្នកទាំងអស់គ្នាញូវឹងដែលអង្គុយនៅទីនេះជាមួយលោកវិជ្ជបណ្ឌិតជាមខ្វឹកថៃនៅមន្ទីរពេទ្យviệt mỹថ្ងៃនេះវឹងនឹងចែករំលែកជាមួយអ្នកទាំងអស់គ្នានៅដំណើរដ៏ពិសេសមួយរបស់ញូវឹងនោះគឺដំណើរពង្រីកដើមទ្រូងជំរាបសួរលោកវិជ្ជបណ្ឌិតថ្ងៃនេះខ្ញុំក៏ចង់មកទីនេះដើម្បីអរគុណលោកវិជ្ជបណ្ឌិតដែលបានជួយខ្ញុំកែលម្អដើមទ្រូងរបស់ខ្ញុំហើយខ្ញុំក៏ចង់ឲ្យលោកវិជ្ជបណ្ឌិតចែករំលែកបន្តិចបន្តួចអំពីដំណើរនិងដំណើរការដែលលោកបានឆ្លងកាត់ដើម្បីធ្វើការវះកាត់ដើមទ្រូងឲ្យខ្ញុំសួស្តីអ្នកទាំងអស់គ្នាកាលពីលើកមុនដែលប្អូនមកទីនេះខ្ញុំបានសួរថាប្អូនចង់បានអ្វីហើយប្អូនបាននិយាយថាប្អូនមានបំណងប្រាថ្នា4មែនទេជាពិសេសទំហំដើមទ្រូងរបស់ប្អូនធំពេកសម្រាប់រាងកាយរបស់ប្អូនបន្តិចទំហំវាធំបន្តិចទី2គឺចង្អូរដើមទ្រូងរបស់ប្អូនឆ្ងាយពីគ្នាពួកវានៅឆ្ងាយពីគ្នាដែលធ្វើឲ្យពិបាកក្នុងការស្លៀកពាក់ណាស់ទី3គឺថង់សូដនត្រូវរួញនិងរឹងចាស់ត្រូវហើយថង់សូដនរឹងហើយទី4គឺមានការយាធ្លាក់បន្តិចចាស់លោកវិជ្ជបណ្ឌិតតើលោកអាចចែករំលែកបន្តិចបន្តួចអំពីដំណើរការវះកាត់ពង្រីកដើមទ្រូងឲ្យខ្ញុំបានទេតើវាយ៉ាងម៉េចតើវាពិបាកគ្រោះអ្វីផ្សេងទៀតហើយប្រភេទថង់សូដនរបស់ខ្ញុំបានដឹងថានេះជាប្រភេទថង់ Pearl តើលោកអាចប្រាប់ខ្ញុំបន្តិចអំពីប្រភេទថង់សូដននេះបានទេនៅពេលដែលខ្ញុំកែលម្អដើមទ្រូងរបស់ប្អូនគឺមានបញ្ហា4ដូចដែលខ្ញុំបានលើកឡើងទី1គឺដើមទ្រូងរបស់ប្អូននៅឆ្ងាយពីគ្នាការនៅឆ្ងាយពីគ្នាគឺសាមញ្ញណាស់វាជាបច្ចេកទេសដែលវិជ្ជបណ្ឌិតនឹងដាក់ចូលវាសាមញ្ញប៉ុន្តែក្នុងករណីរបស់ប្អូនពួកគេបានដាក់វានៅក្រោមក្រពេញនេះជារឿយៗបណ្ដាលឲ្យមានអត្រាខ្ពស់នៃការរួញថង់ចំពោះការរួញស្រទាប់សរសៃប្អូនស្ទាបវាមានអារម្មណ៍រឹងបន្តិចក្នុងករណីនោះខ្ញុំនឹងអនុវត្តបច្ចេកទេស Dual Plane ចាស់ Dual Plane Plane គឺដូចជាស្រទាប់ពីរនៃ Dual Plane វិធីសាស្ត្រ Dual Plane នឹងកាត់បន្ថយការរួញថង់សម្រាប់អ្នកទី3ខ្ញុំបានដាក់ថង់សូដន Pearl ដែលជាថង់គុជខ្យងរបស់ខ្ញុំដោយដែលខ្ញុំបានប្រាប់អ្នកហើយអត្រារួញតូចនៃថង់សូដន Pearl គឺទាបណាស់ត្រឹមតែមួយប៉ុណ្ណោះវាទន់ភ្លន់និងមានរាងដូចដំណក់ទឹកដូច្នេះនៅពេលដែលអ្នកនិយាយថាវាមើលទៅដូចជាចានពីរឥឡូវលែងដូចចានពីរទៀតហើយមែនទេចាស់ត្រូវហើយពីមុនបន្ទាប់ពីខ្ញុំបានដាក់ថង់សូដននៅប្រទេសថៃវាបានคล้ายទៅជាស្រទាប់សរសៃហើយនៅពេលដែលដើមទ្រូងរបស់យើងសរសៃវារឹងណាស់មែនទេលោកវិជ្ជបណ្ឌិតហើយនៅពេលដែលយើងប៉ះវាមានអារម្មណ៍មិនស្រួលខ្លាំងណាស់បន្ទាប់ពីបានកែលម្អនៅមន្ទីរពេទ្យviệt mỹឥឡូវនេះខ្ញុំមានសូដនដែលមើលទៅធម្មជាតិខ្លាំងណាស់ហើយខ្ញុំពេញចិត្តយ៉ាងខ្លាំងពេញចិត្តមិនត្រឹមតែសម្រាប់ខ្លួនខ្ញុំប៉ុណ្ណោះទេប៉ុន្តែខ្ញុំក៏បានចែករំលែករឿងនេះជាមួយមិត្តភ័ក្តិនិងក្រុមគ្រួសាររបស់ខ្ញុំជាច្រើនផងដែរដើម្បីឲ្យពួកគេអាចមកviệt mỹដើម្បីទទួលបានបទពិសោធន៍និងការគាំទ្រដូចគ្នានិងដើម្បីទទួលបានលទ្ធផលដែលមានសុវត្ថិភាពនិងស្រស់ស្អាតជាងមុនមិត្តភ័ក្តិរបស់ខ្ញុំជាច្រើនក៏បានមករកលោកវិជ្ជបណ្ឌិតជាមខ្វឹកថៃមែនទេលោកវិជ្ជបណ្ឌិតដូច្នេះខ្ញុំចង់សួរលោកវិជ្ជបណ្ឌិតថាតើវិធីសាស្ត្រអ្វីខ្លះដែលត្រូវបានប្រើក្នុងករណីដែលការបញ្ចូលថង់សូដនคล้ายជាស្រទាប់សរសៃមានសភាពរឹងមិនទន់ភ្លន់និងធម្មជាតិហើយតើថង់ប្រភេទណាដែលសមស្របសម្រាប់ស្រទាប់សរសៃលោកវិជ្ជបណ្ឌិតខ្ញុំបាននិយាយនឹងប្អូនថាដោយសារប្អូនបានវះកាត់កែសម្ផស្សដង2ដងរួចហើយលើកនេះខ្ញុំនឹងកែវាឲ្យប្អូនទោះជាយ៉ាងណាក៏ដោយខ្ញុំមិនអាចធានា 100% គឺបាត់ការរួញថង់បានទេព្រោះវាក៏អាស្រ័យលើរាងកាយរបស់បុគ្គលម្នាក់ៗផងដែរវានៅ 1% ទៀតនោះមានន័យថាភាគរយ1វាក៏អាស្រ័យលើលក្ខណៈរាងកាយរបស់បុគ្គលម្នាក់ៗផងដែរដូច្នេះខ្ញុំគ្រាន់តែព្យាយាមឲ្យអស់ពីសមត្ថភាពដោយប្រើវិធីសាស្ត្រល្អបំផុតនិងថង់សូដនដែលសមស្របបំផុតខ្ញុំសង្ឃឹមថាវាមិនធ្លាក់ចូលទៅក្នុង 1% ដោយសារតែលក្ខណៈរាងកាយរបស់បុគ្គលម្នាក់នោះទេចំពោះបច្ចេកទេសវិញខ្ញុំមិនបារម្ភទេបន្ទាប់ពីបានកែសម្ផស្សនៅមន្ទីរពេទ្យviệt mỹរួចមកឥឡូវនេះវឹងមានដើមទ្រូងដែលមើលទៅធម្មជាតិខ្លាំងណាស់ហើយនាងខ្ញុំពេញចិត្តខ្លាំងណាស់រឿងមួយដែលវឹងពេញចិត្តជាពិសេសនោះគឺនៅពេលដែលនាងខ្ញុំបានទៅជួបលោកវិជ្ជបណ្ឌិតថៃគាត់បានបង្ហាញខ្ញុំពីស្ថានភាពដើមទ្រូងរបស់ខ្ញុំជាទម្រង់ 3D ពីនោះយើងអាចមើលឃើញពីទំហំដើមទ្រូងបច្ចុប្បន្នរបស់យើងនិងថាតើវាធំពេកសម្រាប់យើងឬអត់
គាត់ក៏បានបង្ហាញខ្ញុំពីទំហំដើមទ្រូងដែលខ្ញុំគួរដាក់បន្ទាប់និងទំហំដើមទ្រូងដែលនាងខ្ញុំចង់បានបច្ចេកវិទ្យា 3D នេះពិតជាអស្ចារ្យណាស់តើលោកអាចចែករំលែកបន្ថែមអំពីវាជាមួយខ្ញុំបានទេលោកវិជ្ជបណ្ឌិតមុនពេលមានបច្ចេកវិទ្យា 3D វាពិបាកសម្រាប់អ្នកទាំងអស់គ្នាក្នុងការមកទីនេះដើម្បីពង្រីកដើមទ្រូងវាគ្រាន់តែជាការស្មានហើយបំណងប្រាថ្នាប៉ុណ្ណោះលោកវិជ្ជបណ្ឌិតដូច្នេះអរគុណចំពោះ 3D នៅពេលដែលខ្ញុំនិងប្អូនយល់ស្របលើអ្វីមួយដូចជាកូនប្អូនអើយតើអានេះបានឬនៅប្អូននិយាយថាគូចាស់ត្រូវហើយខ្ញុំឃើញអានេះបានហើយចា៎ដូច្នេះយើងទាំងពីរអ្នកយល់ស្របថានេះជាធម្មជាតិរបស់ប្អូនហើយនៅពេលដែលខ្ញុំបានកែតម្រូវវាប្អូនបាននិយាយថាគូចាស់នេះស័ក្តិសមនឹងខ្ញុំណាស់គឺបន្ទាប់មកប្អូនបានមើលការកំណត់ហើយវាបង្ហាញលេខ360ចា៎ដូច្នេះរូបភាព 3D នឹងឲ្យយើងឃើញលទ្ធផលជាមុននេះនឹងជួយយើងសន្សំសំចៃពេលវេលានិងផ្ដល់ឲ្យយើងនូវកម្រិតនៃការពេញចិត្តជាក់លាក់មួយខ្ញុំក៏ចង់ចែករំលែកជាមួយអ្នករាល់គ្នាថាទំហំសដនរបស់ខ្ញុំពីមុនមានទំហំ 450cc ដែលធំណាស់ពេលខ្ញុំទៅជួបលោកវិជ្ជបណ្ឌិតថៃគាត់បានជ្រើសរើសទំហំ 360cc សម្រាប់ខ្ញុំមែនទេក្រោយការវះកាត់របស់ខ្ញុំគឺលឿនណាស់ខ្ញុំមិនមានបញ្ហាអ្វីទេហើយខ្ញុំមិនមានអារម្មណ៍ឈឺចាប់អ្វីឡើយដូចជាខ្ញុំត្រឡប់ទៅផ្ទះវិញបានបន្ទាប់ពីមួយយប់ខ្ញុំបានស្នាក់នៅមន្ទីរពេទ្យមួយយប់ញ៉ាំអាហារនិងគេងលក់ស្រួលហើយមនុស្សគ្រប់គ្នាបានជួយខ្ញុំយ៉ាងច្រើនបន្ទាប់មកនៅព្រឹកឡើងខ្ញុំបានចេញពីមន្ទីរពេទ្យដោយគ្មានការឈឺចាប់អ្វីទាំងអស់ខ្ញុំចាំថាបន្ទាប់ពីធ្វើបាន2 3ថ្ងៃប្អូនបានបន្តទៅសម្ដែងហើយមែនទេខ្ញុំចាប់ផ្ដើមទៅធ្វើការវិញក្នុងរយៈពេលប្រហែល 3-4 ថ្ងៃបន្ទាប់ពី3-4 ថ្ងៃវឹងបានសម្ដែងនៅលើដីខ្សាច់ហើយអាកាសធាតុក៏មិនល្អដែរខ្ញុំព្រួយបារម្ភប៉ុន្តែមិនមានបញ្ហាអ្វីទាល់តែសោះអ្វីគឺធម្មតាសុខភាពរបស់ខ្ញុំល្អហើយខ្ញុំបានជាសះស្បើយយ៉ាងល្អរបួសក៏បានជាសះស្បើយយ៉ាងឆាប់រហ័សផងដែរសូមសំណាងលទ្ធផលនៃការវះកាត់ពង្រីកដើមទ្រូងរបស់នាងខ្ញុំនៅវៀតមីបានធ្វើឲ្យញឹកវឹងពេញចិត្តយ៉ាងខ្លាំងដើមទ្រូងរបស់នាងខ្ញុំមិនត្រឹមតែមានតុល្យភាពប៉ុណ្ណោះទេថែមទាំងទន់និងគ្មានកង្វល់ពីមុនដែលមានទៀតផងជាមួយនឹងរូបរាងបច្ចុប្បន្នរបស់វឹងមានអារម្មណ៍ជឿជាក់ក្នុងការស្លៀកពាក់សម្លៀកបំពាក់ផ្សេងគ្នាដែលជួយខ្ញុំឲ្យសម្រេចគោលដៅថ្មីនៅក្នុងដំណើររបស់ខ្លួនសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់ការចែករំលែករបស់ញឹកវឹងហើយក៏សូមអរគុណដល់លោកវិជ្ជបណ្ឌិតជាមខ្វឹកថៃនិងមន្ទីរពេទ្យវៀតមីដែលបានផ្ដល់បទពិសោធន៍និងលទ្ធផលដ៏ពេញចិត្តដល់ញឹកវឹងពីការវះកាត់ពង្រីកដើមទ្រូងរបស់នាងខ្ញុំសង្ឃឹមថានាពេលអនាគតស្ត្រីទាំងអស់ដែលមានការព្រួយបារម្ភឬបំណងប្រាថ្នាតាក់ទងនឹងការវះកាត់ពង្រីកដើមទ្រូងអាចមានអារម្មណ៍ជឿជាក់និងទុកចិត្តមន្ទីរពេទ្យវៀតមីនិងលោកវិជ្ជបណ្ឌិតជាមខ្វឹកថៃឲ្យកែលម្អខ្លួនឯងពីព្រោះវឹងជឿជាក់ថាដោយមានទំនុកចិត្តលើខ្លួនឯងនិងស្រឡាញ់ខ្លួនឯងយើងប្រកាសជានឹងរកឃើញសំណាងល្អសូមអរគុណអ្នកទាំងអស់គ្នាសូមអរគុណ